បាទសួស្តីបងអូនថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញអំពីកម្មវិធីមួយដែលកាត់តវីដេអូចឹងបងអូនដែលចង់បានកម្មវិធីដែលងាយស្រួលក្នុងការកាត់តវីដេអូដូចជាវីដេអូកម្សាន្តអីចឹងខ្ញុំនឹងណែនាំកម្មវិធីមួយទៅលើបងអូនឥឡូវជាដំបូងគឺយើងចូលទៅបងអូនយើងចូលទៅdownload កម្មវិធីនឹងមួយមកដើម្បីធ្វើការកាត់តវីដេអូឥឡូវខ្ញុំនឹងធ្វើការបង្ហាញជាក់ស្ដែងតែម្ដងជាដំបូងយើងចូលទៅកម្មវិធីវាមកអូខេបងអូនឃើញចូលទៅកម្មវិធីនឹងហើយបងអូននឹងឃើញចំណុចនេះគឺទី1គឺដាក់វីដេអូសម្រាប់កាត់វីដេអូហើយទី2រូបភាពអញ្ចឹងបងអូនអាចចូលទៅវីដេអូឥឡូវខ្ញុំនឹងធ្វើការបង្ហាញនៅរបៀបកាត់តវីដេអូអូខេហើយបន្តមកបងអូនសូមចុចទៅលើពាក្យថា new សញ្ញាបូកនេះមកអូខេឥឡូវខ្ញុំយកវីដេអូនេះមកកាត់ចុចសញ្ញាគ្រីសហើយវានឹងដូចបែបនេះដល់ត្រង់ចំណុចនេះអក្សរ T នេះគឺសញ្ញាយើងចង់សរសេរអក្សរយើងអាចចុចសញ្ញាអក្សរ T នេះមកនេះអញ្ចឹងយើងចង់សរសេរអក្សរយើងដាក់រឿងអីចឹងទៅវានឹងលោតមកហើយនេះសម្រាប់ត្រង់ចំណុចនេះគឺអក្សរដែលយើងអាចលេងពណ៌វាបានអញ្ចឹងបងអូនអាចស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅនេះពណ៌គ្រប់ពណ៌ទាំងអស់ហើយពេលដែលយើងលេងពណ៌យើងចុចសញ្ញាគ្រីសនេះមកហើយដល់សញ្ញាមួយនេះសញ្ញាមួយនេះយើងចុចទៅលើវាមកអញ្ចឹងពេលដែលយើងចុចលើវាហើយវានឹងឲ្យយើងជ្រើសរើសថាយើងយកទំហំបែបណាមានទំហំ Facebook និងទំហំ YouTube អីចឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំចុចទៅលើទំហំ YouTube មួយអូខេអញ្ចឹងយើងអាចស្រីវាបានយកបន្ថែមក្រុមហ៊ុនយេស៊ឺមួយទៀតតើវាគ្រប់ទេនៅតែមិនគ្រប់ YouTube ហ្នឹងហើយយកបន្ថែមក្រុមហ៊ុនយេស៊ឺទៀតតើគ្រប់ដែរទេនៅតែមិនគ្រប់នេះយកបន្ថែមក្រុមហ៊ុនយេស៊ឺមួយទៀតតើវាគ្រប់ទេនៅតែមិនគ្រប់ទំហំ YouTube ហើយពេលដែលយើងធ្វើការsave វិញយើងអាចចុចសញ្ញាព្រួយនេះមកហើយបន្តមកនេះយើង save ទៅលើនេះមកនេះបងអូនអញ្ចឹងវានឹងធ្វើការ save លុតបាន 100% វានឹងគ្រប់